តោះត្រឡប់ទៅខែ12ឆ្នាំ2025តិចវីដេអូហ្នឹងជាវីដេអូចាស់ហើយប៉ុន្តែខ្ញុំមានពេលកាត់សោះហើយខ្ញុំក៏ចង់កាត់វីដេអូហ្នឹងឲ្យចេញជារូបរាងឡើងណាផ្ទះដែលខ្ញុំកំពុងតែថតហ្នឹងយើងអាចហៅថាជាភូមិគ្រឹះក៏បានដែរព្រោះជាភូមិគ្រឹះផ្ទះនាងនួនហ្នឹងហើយនៅខាងទីរួមខេត្តសៀមរាបហើយសម្រាប់អ្នកដែលអត់ដែលបានចូលទេអាចទស្សនាវីដេអូខ្ញុំបានព្រោះនេះជាលើកដំបូងហើយក៏ជាលើកទី1ដែរដែលខ្ញុំបានចូលមកលេងហើយញ៉ាំអាហារអីនៅហ្នឹងព្រោះដោយសារបានស្គាល់ជាមួយបងដែលគាត់មានចង់និយាយថា connection មួយម្ចាស់ផ្ទះអញ្ចឹងណាតាមពិតបងប្អូនពួកគាត់ទេអញ្ចឹងទៅយើងក៏មកញ៉ាំអាហារពេលល្ងាចនៅនេះជុំគ្នាហើយបងប្អូនអាចឃើញអញ្ចឹងតាក់ទងជាមួយនឹងការរចនាផ្ទះគាត់ការរៀបចំអីចេញមកគឺ clean ប្លែកតែម្ដងជាមួយនឹងស្ថាបត្យកម្មដែលមើលទៅស្រស់ស្អាតសូម្បីតែការ design អានេះគេយកគោងយកមកធ្វើអំពូលភ្លើងណាហើយសូម្បីតុបាយតុអីបងប្អូនអាចឃើញហើយការរៀបចំឲ្យចដើអីនិយាយទៅគឺប្លែកហើយពួកខ្ញុំបានមកដល់ពេលល្ងាចដែរហើយទីទៀតបានជួបម្ចាស់ផ្ទះគាត់ដែរហើយនេះអារម្មណ៍មកដល់អញ្ចឹងចង់ថតនេះថតនោះឲ្យគ្នាថតនោះគ្រាន់តែឃើញអីគេអូមានលឹងព្រះឥសូរនៅនេះទៀតណាហើយនិយាយទៅនៅហ្នឹងប៉ះសិនបើថាអញ្ចឹងចង់ដឹងលម្អិតពីការរចនាក៏ដូចជាវត្ថុបំណងនៃការធ្វើផ្ទះនឹង design បែបមិនអាចចូលទៅមើល YouTube បានក៏បានដែរព្រោះដោយសារក្នុង YouTube ខ្ញុំឃើញគេ review មានការបញ្យល់ច្បាស់លាស់អីចឹងណាសម្រាប់ខ្ញុំមិនមែនជាអ្នកឯកទេសខាងសំណង់អីទេគ្រាន់តែថាបានមកហើយក៏ថតទៅនឹងអីយ៉ាចេញ Cambodia អីណាចឹងហ្នឹងហើយទាំងអស់គ្នាដូចខ្ញុំនិយាយចឹងពីដើមចឹងគឺយើងមានពិធីជប់លៀងញ៉ាំអាហារជុំគ្នាហើយនេះកំពុងតែលើកទៅហើយចាឥឡូវខ្ញុំចូលមកដល់ខាងក្នុងព្រោះមិញខ្ញុំ review ខាងក្នុងមិនតាមមិញគាត់ឃើញទ្វារមកស្លឹកនឹងខះហើយនេះគឺតង្ហាល់នេះតង្ហាល់មិនកង្ហាល់ហ្នឹងហើយកង្ហាល់ធ្វើអំពីឈើហើយកន្លែងទទួលភ្ញៀវរបស់គេគឺយើងចូលមកគឺដល់កន្លែងទទួលភ្ញៀវហើយនឹងតុបាយតែម្ដងហើយបរិយាកាសខាងលើហ្នឹងគឺលំហអាចមើលឃើញបានហើយជាមួយនឹងការរចនាប្លែកៗដែលខ្ញុំនិយាយអញ្ចឹងដូចជាដើរអញ្ចឹងអត់មានប្រកាន់ដៃគេនឹងអីទេហើយយើងឡើងទៅលើមកយើងអាចឈរមើលបរិយាកាសអ្នកនៅខាងក្រោមញ៉ាំកន្លែងញ៉ាំអាហារអីបានយ៉ាងល្អមែនតើហើយវីដេអូនេះក៏រៀងវែងដែរប៉ុន្តែដូចនិយាយអញ្ចឹងខ្ញុំមិនសូវបានរៀបរាប់អីលម្អិតណាស់ទេព្រោះដោយសារនិយាយដែរអញ្ចឹងគ្រាន់តែបានចូលមកលេងអញ្ចឹងទៅក៏ឆ្លៀតថតតុកទៅហើយវីដេអូហ្នឹងដូចនិយាយអញ្ចឹង5ខែអីគឺ5ខែណាតាំងខែ12រហូតដល់ខែ7ឆ្នាំថ្មីណាហ្នឹងហើយចាំម៉ានណាកុំខ្វល់ច្រើនពេកសំខាន់មើលសិនណាអូសោកឆ្ងាញ់អធិស្ឋានបងប្អូនទាំងអស់គ្នានិយាយទៅតិចទៀតដល់ល្ងាចលើឯនេះឈរមើលដូចខ្ញុំនិយាយអញ្ចឹងណាគេមានបែបបត់របស់គេមានទឹកហូរទឹកអីតាំងពីខាងលើដល់ខាងក្រោមអីចឹងហើយមានអាងហែលទឹកអីអូនិយាយទៅចូលមកគឺយើងមានអារម្មណ៍ថារៀងស្រស់ស្រាយតែម្ដងចូលមកគឺតម្រង់មកគឺអាងហែលទឹកមុនគេហ្មងហើយនៅគៀនផ្ទះទៀតគ្រាន់ឃើញទឹកថ្លាចង់ងូតដែរតែស្ដាយអត់ញយកកៅអៅមកងូតណាតោះតិចទៀតខ្ញុំនាំទៅមើលកន្លែងថ្ងៃលិចហ្នឹងហើយនេះចដាដូចនិយាយអញ្ចឹងគឺមានការរចនាប្លែកប្រកាន់ដៃអីគេយកពីឈើធ្វើឲ្យមើលទៅវារៀងកោងហើយចដាក៏អត់មានប្រកាន់ដៃអីនេះដែរហើយនេះឃើញថ្ងៃលិចនិយាយទៅប្លង់ផ្ទះគាត់មករៀបមកគឺអាហារនិយាយទៅអាចមើលឃើញទាំងថ្ងៃលិចហើយព្រលឹមឡើងមានទឹកហូរចុះមកតាមគៀនក្នុងអីបានដូចនិយាយចឹងនិយាយទៅបែបធម្មជាតិហ្មងណាហើយផ្ទះនាងនួននេះនិយាយទៅខ្ញុំធ្លាប់តែមើលតាម YouTube ដែរទេប៉ុន្តែបានមកមើលផ្ទាល់អញ្ចេះមួយយ៉ាងដែរវាយ៉ាងប្លែកអារម្មណ៍ណាមួយទៀតជាផ្ទះដែលរចនាឡើងនិង design ឡើងដោយវិស្វកម្មខ្មែរយើងគាត់ប្រកែមែនតើគាត់ជាម្ចាស់ផ្ទះផ្ទាល់ហើយឥឡូវចូលដល់វគ្គប្រពៃអាំងហើយញ៉ាអូចាក់អីគេចេះទឹកក្រូចអីចឹងពូចង់ញ៉ាំនេះអូហ្នឹងហើយបងប្អូនទាំងអស់គ្នាដល់វគ្គពិធីជប់លៀងជួបជុំគ្នាណាហ្នឹងហើយខ្ញុំរៀងស្មុគស្មាញដែរឃើញលព្រាឃើញសោមអីច្រើនពេកលើកថាយើងធ្លាប់តែញ៉ាំបាយនឹងតែលព្រាមួយហើយនេះទិដ្ឋភាពពេលយប់ឆ្លៀតចេញមកក្រៅថតតិចហើយកូនស្រីគាត់ស្អាតមែនតើខ្ជូតហ្មងកូនតោះឥឡូវត្រឡប់ទៅចូលពិធីជប់លៀងយើងវិញ
ដែលបរិបូរដោយសារនឹងរលឹកពេកក៏ធ្វើវីដេអូនឹងឲ្យចប់ទៅអរគុណ